មនីបិខទាំងឡាយជាតិគឺកិរិយាកើតនៃខណ្ឌជាហេតុនាំមកនៅតងចរិយាគឺកិរិយាចាស់ក្រមគ្រានៃខណ្ឌក៏ជាហេតុនាំមកនៅទុកព្យាធិគឺជំងឺដង្កើទាំងឡាយក៏ជាហេតុនាំមកនៅតងមរណៈគឺកិរិយាបែកធ្លាយនៃខណ្ឌក៏ជាហេតុនាំមកនៅតងសក្តីសោកសឹកសួរទុកទោសមនោះនិងសក្តីចង្អៀតចង្អល់ចិត្តទាំងឡាយក៏ជាហេតុនាំមកនៅតងកិរិយាប្រកបដោយសត្វនិងសង្ខារទាំងឡាយដែលមិនជាទីស្រឡាញ់ពេញចិនក៏ជាហេតុនាំមកនៅតងកិរិយាប្រត់ប្រាចាសត្វនិងសង្ខារទាំងឡាយដែលជាទីស្រឡាញ់ពេញចិត្តក៏ជាហេតុនាំមកនៅតកកាបើចង់បាននៅវត្ថុណាមួយហើយមិនបាននៅវត្ថុនោះកិរិយាមិនបាននោះក៏ជាហេតុនាំមកនៅតកឧបាទានខណ្ឌទាំងឡាយ5ដែលតថាគតសំដែងហើយដោយបំព្រួញក៏ជាហេតុនាំមកនៅទុក្ខកងទុក្ខមានជាតិជាដើមនោះឈ្មោះថាទុក្ខអរិយសច្ចចាមនីបិខទាំងឡាយជាតិគឺកិរិយាកើតនៃខណ្ឌជាហេតុនាំមកនៅតងចរិយាគឺកិរិយាចាស់ក្រមគ្រានៃខណ្ឌក៏ជាហេតុនាំមកនៅទុក្ខព្យាធិគឺជំងឺដង្កើទាំងឡាយក៏ជាហេតុនាំមកនៅតងមរណៈគឺកិរិយាបែកធ្លាយនៃខណ្ឌក៏ជាហេតុនាំមកនៅតងសក្តីសោកសឹកសួរទុកទោសមនោះនិងសក្តីចង្អៀតចង្អល់ចិត្តទាំងឡាយក៏ជាហេតុនាំមកនៅតងកិរិយាប្រកបដោយសត្វនិងសង្ខារទាំងឡាយដែលមិនជាទីស្រឡាញ់ពេញចិនក៏ជាហេតុនាំមកនៅតងកិរិយាប្រត់ប្រាចាសត្វនិងសង្ខារទាំងឡាយដែលជាទីស្រឡាញ់ពេញចិត្តក៏ជាហេតុនាំមកនៅតកកាបើចង់បាននៅវត្ថុណាមួយហើយមិនបាននៅវត្ថុនោះកិរិយាមិនបាននោះក៏ជាហេតុនាំមកនៅទុក្ខឧបាទានខណ្ឌទាំងឡាយ5ដែលតថាគតសំដែងហើយដោយបំព្រួញក៏ជាហេតុនាំមកនៅទុក្ខកងទុក្ខមានជាតិជាដើមនោះឈ្មោះថាទុក្ខអរិយសច្ចចា